លែងមកមីជប់ដេកមកមើលតាធ្វើគឺធ្វើមិនចាំតាស៊ីពួកអេណាមីទុកមួយអត់លើកំពុងសារឹកគិនមើលបញ្ជីរាប់មួយដល់ពីអញ្ជើញមកមើលខ្ញុំឡើងមើលលើយកជ័យលពីកំតិចទូលីជាប់ជើងភ្លីនេះជិះភ្លើពេកខ្ញុំរេឌីគាត់ទឹកពីលេងមេឌីគឺវីកវត្តរួចខ្ញុំតន់ទុតទីខ្ញុំបើគីមទៅផ្លូវអញ្ចឹងអ្វីដែលខ្ញុំស្រឡាញ់គឺថាមានបែបបត់ច្រើនមានថា homework មួយហ្នឹងទោះបីមិនល្អតែបានសរសេរពេញกระดาษអញ្ចឹងខ្ញុំចូលចិត្តហើយចង់ផ្ដល់ឱកាសឲ្យបន្ទាប់ពីខ្ញុំបញ្ចេញសមត្ថភាពហើយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំធូរស្រាលមែនតើព្រោះមុននឹងខ្ញុំឡើងលើ stage គឺខ្ញុំភ័យខ្លាំងមែនតើតែដល់ពេលខ្ញុំបានបញ្ចេញសមត្ថភាពហើយគឺខ្ញុំធូរស្រាលច្រើនហើយខ្ញុំសង្ឃឹមថានៅវគ្គបន្តនេះខ្ញុំនឹងធ្វើបានល្អជាងនេះព្រោះថាពីដំបូងឡើយគឺខ្ញុំសង្ឃឹម 99.99% នៅពេលនេះគឺ1%ទៀតបានផ្ដល់ឲ្យខ្ញុំហើយគឺខូចបងសង្ហាគឺខ្ញុំគ្រប់ 100% ខ្ញុំនឹងបង្ហាញអ្វីដែលខ្ញុំមានហើយអ្វីដែលខ្ញុំខំជារាប់ឆ្នាំគឺខ្ញុំបង្ចេញឲ្យអស់នៅលើ Cambo Rapper នេះហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Galaxy Navatra និង Cambodia ដែលបានបង្កើតកម្មវិធី Cambo Rapper នេះឡើងដើម្បីឲ្យខ្ញុំបញ្ចេញនូវសមត្ថភាពដើម្បីបង្ហាញទៅដល់ទស្សនិកជនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំសូមអរគុណទៅដល់គ្រួសាររបស់ខ្ញុំម៉ែជាពិសេសគឺគាត់តែងតែ support ខ្ញុំហើយលើកទឹកចិត្តឲ្យខ្ញុំខំធ្វើវាបន្តទៀតខ្ញុំពិតជាអរគុណដល់គាត់ខ្លាំងមែនតើកុំភ្លេចតាមដានខ្ញុំបន្តទៀតនៅក្នុងកម្មវិធី Cambo Rapper